Ba số đây bằng bộ ôn mà nghe này ba nhom mà vô nó bị chọc mà nó bị chọc cứ nhom vô tàu lia cho mỗi bọc là hồng bằng bộ ôn mà ngày này mà sao tại pu mà cha nó bị chọc mà cứ còn riệp chom vô tàu vay mà sao cứ còn ngao lần chân mà rồi còn bạn riệp chom pe eo mà bên nhà đây mà rục nhom tươn con mà miền kia mà chăm vô chẳng hết thì trong hộp bọc là hồng lia cho mỗi nó bị chọc chẳng hết màนี่คือគាត់អូមកដល់កន្លែងត្បាល់ដែលត្រូវវាយម្សៅឲ្យបែកបាទម្សៅហ្នឹងគឺគាត់ស្ងោឆ្អិនហើយបាទអញ្ចឹងគឺគាត់ត្រូវយកមកវាយនៅម៉ាស៊ីនមួយទៀតដើម្បីបំបែកវាឲ្យបែកឡើងហុយបងប្អូនបាទម្សៅហ្នឹងបំបែកឲ្យម៉ត់ឡើងហុយបាទបាទនេះម្សៅនេះបាទម្សៅគឺស្ងោឡើងឆ្អិនណាបងប្អូនបាទបន្ទាប់មកគឺគាត់បាទទៅបច្ឆេម៉ាស៊ីនបាទបច្ឆេម៉ាស៊ីនវាយម្សៅហ្នឹងបាទគាត់ពេលដែលគាត់ដាក់ម្សៅចូលបាទនេះពេលដែលគាត់ដាក់ម្សៅចូលហើយគឺវាយមួយស្ទុះបាទប្រហែលជា5នាទីជាងបាទគឺម្សៅវាបែកហើយគាត់ចាប់ផ្ដើមដាក់ទឹកបាទដាក់ទឹកដើម្បីឲ្យវាស្អិតចូលគ្នាបាទឲ្យវាស្អិតឲ្យវាស្វិតណាបាទស្រួលគាត់យកម្សៅហ្នឹងគឺយកទៅពូតជាដុំបាទបាទនឹងគាត់ថែមទឹកបាទព្រោះឲ្យវាវាយគឺវានៅបែកវាមិនទាន់ស្អិតជាប់គ្នាបាទនឹងគឺជាកម្មវិធីរបស់គាត់បាទតបមកគាត់លុនម៉ាស៊ីនបាទហ្នឹងហើយគាត់បានម្សៅចេញបាទម្សៅគឺគាត់វាយស្វិតជាប់គ្នាហើយគឺគាត់បាយចេញមកគឺយកមកពូតបាទពូតធ្វើជាប៉ែនវែងបាទសម្រាប់ញាត់ចូលក្នុងប៉ែនបាទហ្នឹងហើយបងប្អូនស្គាល់ប៉ែនទេបាទស្គាល់បាទហើយជាស្គាល់ហើយបាទគឺព្រោះពីមុនមកគឺសិតអ្នកធ្លាប់ជន់អ្នកធ្លាប់អីចឹងណាប៉ុន្តែសម័យនេះគឺគេមានម៉ាស៊ីនបាទយើងចោលរបស់បុរាណអស់ហើយគឺយើងប្រើម៉ាស៊ីនក៏មួយយ៉ាងដែរវាលឿនបាទតាំងមុនក៏គាត់ប្រើមានមនុស្សច្រើនដែរគាត់ជន់គាត់អីចឹងដែរប៉ុន្តែដល់ពេលគេកំងច្រើនគឺនំបញ្ចុករាប់តោនបាទអញ្ចឹងគឺគាត់ទិញម៉ាស៊ីនយកមកប្រើបាទគាត់ស៊ីឈ្នួលហ្នឹងហើយអញ្ចឹងគឺចំណាយកម្លាំងមនុស្សវាតិចដែរគឺគាត់ធ្វើតែ3នាក់កូនគាត់និងប្រពន្ធគាត់ទេអញ្ចឹងគឺមិនសូវចំណាយលុយច្រើនទេដល់ហើយគាត់ធ្វើអញ្ចឹងគឺគាត់ល្អដែរបាទប៉ុន្តែគ្រាន់តែយើងចូលរបស់បុរាណយើងបាទប៉ុន្តែគ្រាន់តែធ្វើម៉េចបើយើងចំណាយកម្មករច្រើនគឺយើងអត់ចំណេញទេបាទហើយនំនេះគាត់ធ្វើរាល់ថ្ងៃនេះគឺអង្គឡើងថ្លៃអង្គ1គីឡូឡើង4000ណាបាទអញ្ចឹងគឺគាត់លក់មិនឡើងថ្លៃទេគឺលក់នៅតម្លៃដដែលដោយសារគាត់ចង់រក្សាមួយគាត់ដដែលអញ្ចឹងណាព្រោះអីធ្វើម៉េចឥឡូវយើងពិបាករកលុយដែរវាអ្នកធ្វើការងារអីក៏គាត់អត់សូវមានការងារធ្វើអញ្ចឹងបាទហើយបាទគាត់ពូតនំអស់ហើយបាទគឺពុកគាត់ពូតហើយបាទគាត់បាក់ញើសហើយបាទមិនយូរដែរបងប្អូនបាទប្រហែលជា4-10នាទីគឺគាត់មូអីហើយអស់មួយផ្លែតគឺបានលឿនមែនតើបាទគាត់រុញទៅបាទហ្នឹងហើយនេះទឹកបាទទឹកគឺគាត់ដាំពុះខ្ជុលបាទគឺពុះឡើងឆ្អិនណាពុះទឹកពុះដាក់នំទៅគឺចូលទៅឆ្អិនហ្មងបាទនេះគឺកន្លែងរួយបាទតាមពីមុនគឺយើងប្រើរួយគឺប្រើមានមនុស្សជិះ2នាក់ទៅ3នាក់ឥឡូវអត់ទេបាទគឺគាត់ដាក់ម៉ាស៊ីនហ្នឹងគឺញាត់ម្សៅចូលហើយបាទគឺគាត់បើកម៉ូទ័របាទអញ្ចឹងម្សៅចាប់ដើមធ្លាក់ចូលក្នុងទឹកក្តៅនោះបាទហើយគាត់ដាក់យកឫស្សីមួយបាទឫស្សីហ្នឹងសម្រាប់កេវនំបាទសម្រាប់កេវនំកុំឲ្យវាជាប់គ្នាបាទនេះគឺអ៊ំគាត់មកយកនំបាទគាត់យកនំពេលល្ងាចព្រលឹមឡើងគាត់លក់អញ្ចឹងណាបាទនេះគឺគាត់កូរបាទកូរកុំឲ្យវាជាប់គ្នាបាទនំគឺគាត់ធ្វើអត់មានប្រើថ្នាំអីឲ្យស្វិតអីទេគឺគាត់ធ្វើតាមអង្គព្រោះអង្គខ្លះធ្វើទៅគឺនំវាដាច់បើអង្គល្អស្មាព្រំគឺធ្វើទៅនំស្វិតល្អសរសៃនំល្អបាទបន្ទាប់ពីគាត់កេវវាហើយអស់គាត់រួយហើយគឺគាត់ផ្អាប់ទុកក្នុងមួយស្ទុះបាទដើម្បីឲ្យសាច់នំនឹងឆ្អិនល្អបាទឲ្យសាច់នំឆ្អិនល្អហូបទៅគឺមានរសជាតិឆ្ងាញ់អញ្ចឹងណាបាទ
ហើយនេះប្រពន្ធគាត់បាទគិចកាមេរ៉ាបាទគឺគាត់មិនចង់ឲ្យខ្ញុំថតទេតែខ្ញុំចេះតែតាមថតណាព្រោះអីខ្ញុំចង់ថតអញ្ចឹងណាបាទបន្ទាប់ពីយើងផ្អាប់វាមកស្ទុះហើយគឺគាត់ដងវាឲ្យសោះទឹកហើយគាត់លើកយកទៅលាងទឹកត្រជាក់បាទគាត់យកទៅលាងទឹកត្រជាក់នេះបាទទឹកត្រជាក់យើងនៅក្នុងឆ្នាំងនេះបាទគាត់ប្រើទឹកស្អាតមែនទែនទឹកគាត់បូមពីដងបាទគាត់លាងទឹកត្រជាក់ឲ្យស្អាតហ្នឹងហើយគាត់លាងទឹកត្រជាក់ប្រហែលជាទឹកដងប្រើមិនកើតបាទគឺប្រហែលជាអាចទឹកត្រពាំងបាទព្រោះឲ្យគាត់តរយកពីត្រពាំងទឹកអញ្ចឹងណាតែទឹកស្អាតទឹកភ្លៀងអីហ្នឹងគឺលាងអត់ដាច់ទេព្រោះយើងលាងគឺការពារកុំឲ្យនំយើងហ្នឹងវាឆាប់ផ្អូមអញ្ចឹងណាបាទនេះគឺយើងចាក់ចូលចានដែកមួយទៀតបាទចាក់ចូលចានដែកមួយទៀតគឺចាប់ដាក់កញ្ច្រែងហើយប្រពន្ធគាត់គឺមើលមុខខ្ញុំនៅบอกអីថតអញ្ចឹងខ្ញុំអត់ឲ្យថតទេថតដៃថតតែកុំឲ្យថតចំមុខខ្ញុំអញ្ចឹងខ្ញុំចេះតាមថតគាត់បាទថតគាត់សកម្មភាពគាត់ធ្វើនំបាទបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់កំងនំគាត់បាទគឺអាស័យដ្ឋានគាត់គឺនៅឃុំព្រៃក្មេងបាទឃុំព្រៃក្មេងស្រុកនំស្រួយបាទភូមិស្រែត្រពាំងបាទតែគាត់នៅជាប់ផ្លូវបាទនៅជាប់ផ្លូវកៅស៊ូបងប្អូនបើសិនជាជំនាញចំណាប់អារម្មណ៍ចង់កំងនំគាត់ចឹងណាគាត់មានធ្វើលក្ខណៈជាបុណ្យដាក៏គាត់ធ្វើដែរបុណ្យជារួមអត់តែបុណ្យគឺគាត់ធ្វើទាំងអស់ចឹងណាបងប្អូនបាទហើយខ្ញុំមិនយកច្រើននេះយកតិចទេតែកំងមុនគេបាទហើយអ៊ំពូនឹងគាត់ចាំមុនដែរតែមិនទាន់បាទខ្ញុំបញ្ញាប់មានអ្នកចាំយកមកហូបជាមួយបុកល្ហុងចឹងណាបាទព្រោះឯនំបញ្ចុកហូបជាមួយបុកល្ហុងវាឆ្ងាញ់ដែរហ្នឹងហើយឆ្ងាញ់មែនតើខ្ញុំហូបទៅវាមានរសជាតិបាទអរគុណច្រើនបងប្អូនជំរាបលា